ការលំដាប់ថវិការបស់ Soundpit មួយ model នេះមានតម្លៃមិនដល់$15ទេ ប៉ុន្តែគុណភាពសំឡេងរបស់វាខ្ញុំអាចនិយាយបានថាល្អអាចទទួលយកបានទាំងកម្រិតសំឡេងបាសទាំងមុខងារមួយចំនួនដែលមានដាក់នៅក្នុងកាសដូចជាមុខងារ Dual Mic for Noise Cancelling នេះគឺជាមុខងារកាត់បន្ថយសំឡេងរំខាននៅពេលដែលយើងនិយាយទូរស័ព្ទដោយប្រើកាសអញ្ចឹងវាខុសពីមុខងារ Active Noise Cancelling ដែលជាមុខងារមួយដែលកាត់បន្ថយសំឡេងរំខាននៅពេលដែលយើងស្ដាប់តន្ត្រីតែជាក់ស្ដែងកាសនេះគឺវាអត់មានមុខងារ Active Noise Cancelling ទេអញ្ចឹងវាមកជាមួយនឹងមុខងារ Dual Mic for Noise Cancelling ជាបងប្អូនចូលចិត្តស្ដាប់តន្ត្រីលក្ខណៈជិះម៉ូតូតាមផ្លូវឬក៏កន្លែងដែលមានសំឡេងរំខានខ្លាំងគឺកាសប្រភេទនេះគឺវាអត់មានងារ Active Noise Cancelling ទេតែបើយើងស្ដាប់នៅកន្លែងស្ងប់ស្ងាត់នៅក្នុង office ការិយាល័យអីដែលមិនសូវមានសំឡេងរំខានខ្លាំងគឺវាល្អភាសាសំឡេងបាសខ្ញុំបានតេស្តមើលអស់ហើយគឺវាសំឡេងពីរោះបើប្រៀបធៀបទៅនឹងកាសស៊េរី Soundpit ដែលមានតម្លៃខ្ពស់ជាងហ្នឹងដែលមានមុខងារ Active Noise Cancelling គឺខ្ញុំគិតថាប្រភេទកាសនេះគឺវាមានសំឡេងបាសធ្ងន់ជាងហើយតម្លៃដែលបងប្អូនឃើញបិទនៅជាប់អបកាសនេះគឺតម្លៃដើមមុន discount ដល់ពេល discount ហើយគឺវាអត់ដល់$15ទេខ្ញុំគិតថាសម្រាប់តម្លៃមួយនេះដែលមកជាមួយនឹងគុណភាពសំឡេងល្អមានបាសធ្ងន់ពីរោះហើយជាមួយនឹងមុខងារដែលបំពាក់នៅលើកាសដូចជា Dual Mic for Noise Cancelling ហើយកាសប្រភេទមួយដែរអាចភ្ជាប់ជាមួយនឹង app Soundpit ដែលអាចឲ្យយើងធ្វើការកែប្រែឬក៏ adjust sound equalizer បានហើយក្នុងនោះដែរក៏វាមានមុខងារ game mode ផងដែរនេះគឺជា app របស់ Soundpit ដែលយើងភ្ជាប់ជាមួយនឹងទូរស័ព្ទដើម្បី control មុខងារមួយចំនួនចឹងនៅពេលដែលយើងភ្ជាប់កាសជាមួយនឹង app ហើយយើងចូលទៅធ្វើការ update firmware ជាមុនសិនដើម្បីទទួលបានមុខងារថ្មីៗរបស់កាសដល់ពេលដែលយើង update successful ហើយសូមចូលទៅកាន់ reset device ហើយធ្វើការភ្ជាប់កាសជាមួយនឹង app ជាថ្មីដល់ពេលដែលយើងធ្វើការ update firmware រួចហើយយើងនឹងទទួលបានមុខងារថ្មីមួយនេះគឺ gesture control ដែលហៅថា touch control ហ្នឹងមុខងារមួយហ្នឹងគឺអនុញ្ញាតឲ្យយើងធ្វើការចាស់ឬក៏ change touch control បានឧទាហរណ៍ថាយើងចុចម្ដងឲ្យវាតឡើងសលេងចុច2ដងឲ្យវាបដូរបទចម្រៀងឬក៏ចុច3ដងឲ្យវា stop បទចម្រៀងគឺអាចបដូរនៅក្នុងមុខងារមួយនេះបានហើយមុខងារមួយទៀតគឺ equalizer គឺជាកន្លែងដែលអាចឲ្យបងប្អូនធ្វើការចាស់សលេងឬក៏ចម្រៀងទៅតាម category ដែលមានស្រាប់ឬក៏បងប្អូនអាចធ្វើការ customize equalizer ដូចជាតឡើងសលេងបាសឬក៏ថតសលេងបាសខ្លួនឯងបានហើយក្នុងនោះដែរក៏វាមានមុខងារ game mode ដែរដែលវាជួយកាត់បន្ថយ latency នៅពេលដែលយើងលេង game ផងដែរ